សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីកម្ពុជាថ្លែងថាឆ្នាំ2025នេះជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជាចិនទី1ជាខួប15ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនទី2ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្ការបស់ប្រធានាធិបតីស៊ីជីនពីងនៅកម្ពុជាកាលពីខែមេសាកន្លងទៅទី3ព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងនៅប្រទេសចិននាដើមខែកញ្ញានេះទី4សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងពិធីជប់លៀងអាប់អូសាទរខួបអនុស្សាវរីយ៍លើកទី76នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅល្ងាចថ្ងៃទី26ខែកញ្ញាឆ្នាំ2026នាសន្តាគារសុខា Residence ភ្នំពេញដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជានិងវត្តមានរបស់លោកបាងវិនពិនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្រោមបរិយាកាសដ៏អធិកអធមសម្ដេចតេជោហ៊ុនសែនថ្លែងបន្ទោថាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតនិងគ្រប់វិស័យរវាងប្រទេសទាំងពីរបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តនយោបាយនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកនិងបានធ្វើឲ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃក្នុងឱកាសទស្សនកិច្ចផ្លូវរត់របស់ប្រធានាធិបតីស៊ីជីនពីងប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីទៅដល់កម្រិតថ្មីមួយទៀតគឺសម្រាប់គ្រប់រដូវដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំស័ក្តិសមទៅនឹងមិត្តភាពដៃថែបដោយផ្អែកលើគោលការណ៍ស្មោះភាពគ្នាការគោរពគ្នាទៅវិញទៅមកនិងការជឿទុកចិត្តគ្នាជាមួយគ្នានេះប្រទេសទាំងពីរបាននឹងកំពុងខិតខំធ្វើការរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មការវិនិយោគនិងខ្សែចរន្តផ្គត់ផ្គង់ជាពិសេសការបង្កើនការនាំចេញទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិនស្របជាមួយកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនិងការកើនឡើងជាលំដាប់នៃទំហំវិនិយោគរបស់មិត្តចិននៅកម្ពុជាទន្ទឹមនេះសម្ដេចលើកទឹកចិត្តក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងការរៀបចំសកម្មភាពឲ្យបានផុសផុលដើម្បីអនុវត្តឆ្នាំទេសចរកម្ពុជាចិនក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជាឡើងវិញបង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្តក្រុងនៃប្រទេសទាំងពីរក៏ដូចជាជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជនឲ្យកាន់តែខ្លាំងក្លាសម្ដេចតេជោថ្លែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តសហការគ្នាពង្រឹងមិត្តភាពដៃថែបរួមគ្នាអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រអនុវត្តច្រករបរឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបរមច្ឆានិងអង្គរឲ្យបានជោគជ័យនិងពន្លឿនការបន្សំគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវក្នុងយុគសម័យថ្មីប្រជាជនថៃរស់នៅក្នុងភូមិជាប់ព្រំដែននៃខេត្តបូរេរាមបានជម្លៀសខ្លួនឯងចេញជាបន្តបន្ទាប់ដោយសារតែព្រួយបារម្ភខ្លាចផ្ទុះការប៉ះទង្គិចគ្នាជាថ្មីរវាងកងទ័ពថៃនិងកម្ពុជាយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះឲ្យដឹងថាប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជាថៃក្នុងស្រុក Ben Grout ខេត្តបូរេរាមនៅថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025បានចាប់ផ្ដើមជម្លៀសចិនកាន់តែច្រើនមូលហេតុដែលអ្នកភូមិទាំងនេះផ្អើលភៀសខ្លួនចេញដោយសារតែព័ត៌មានថៃបានចុះផ្សាយព័ត៌មានមិនពិតថាកងទ័ពកម្ពុជាបានបង្វែរកានងកាំភ្លើងធំឆ្ពោះទៅប្រទេសថៃដោយជំរុញឲ្យមានការភ័យខ្លាចថាការប៉ះទង្គិចគ្នាជិតនឹងកើតឡើងម្ដងទៀតអ្នកភូមិដែលបានភៀសខ្លួនចេញជាបន្តបន្ទាប់ភាគច្រើនជាមនុស្សចាស់ជរានិងអ្នកជំងឺពួកគេទាំងនោះបានចាក់ចែងពីផ្ទះសម្បែងរបស់ខ្លួនទៅច្រកកោននៃផ្ទះសាច់ញាតិដែលនៅឆ្ងាយពីព្រំដែនដើម្បីសុវត្ថិភាពចំណែកអ្នកស្រុកដែលមានសុខភាពល្អឬអ្នកស្រុកដែលគ្មានផ្ទះសាច់ញាតិនៅឆ្ងាយពីព្រំដែនបានបន្តនៅមើលថែផ្ទះសម្បែងរបស់ពួកគេតែក៏ត្រៀមខ្លួនក្នុងការជម្លៀសដែរក្នុងករណីមានការជូនដំណឹងបន្ទាន់ណាមួយបើទោះបីជាមានចលនាជម្លៀសរបស់អ្នកស្រុកក៏ដោយអាជ្ញាធរថៃមិនបានបើកចម្រោះបណ្ដោះអាសន្ននោះទេជាមួយនឹងការជម្លៀសនៅក្នុងទីប្រជុំជន Ben Grout អ្នកស្រុកជាច្រើនបានតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈដើម្បីទិញប្រេងបម្រុងទុកជៀសវាងសម្រុកទៅទិញចំពេលការប៉ះទង្គិចកើតឡើងព្រោះតែបទពិសោធន៍លើកមុនបានធ្វើឲ្យពួកគេតម្រង់ជួររងចាំយ៉ាងយូរលើកនេះពួកគេបាននិយាយថាការត្រៀមខ្លួននឹងអនុញ្ញាតឲ្យពួកគេចាក់ចេញបានភ្លាមប្រសិនបើមានការបាញ់ប្រហារឬមានបទបញ្ជាឲ្យជម្លៀសចេញនេះបើតាមសារព័ត៌មាន The Nation ដដែលបានចុះផ្សាយដោយឡែកគ្រួសារជាចំនួនដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ
បានចាប់ផ្ដើមសាងសង់លេនដ្ឋានបណ្ដោះអាសន្ននៅជិតផ្ទះរបស់ពួកគេតែម្ដងដោយបារម្ភថាពួកគេប្រហែលជាមិនអាចរត់ទៅដល់ទីជម្រកសហគមន៍បានទាន់ពេលវេលានោះទេប្រសិនបើការប្រយុទ្ធគ្នាកើតឡើងម្ដងទៀតមនុស្សជាច្រើនបារម្ភថាការប៉ះទង្គិចជុំទី2នឹងកាន់តែខ្លាំងជាងមុនទៅទៀតការភ័យស្លន់ស្លោរបស់អ្នកស្រុកទាំងនោះនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយផ្ទុយពីការពិតថាកងទ័ពកម្ពុជាបានបន្តបង្កហេតុញុះញង់ដល់កម្លាំងថៃតាមរយៈការបាញ់ពុកអាវុធធុនធនមិនតែប៉ុណ្ណោះថែមទាំងផ្សព្វផ្សាយទៀតថាកងទ័ពកម្ពុជាបានចល័តសប្បាវុធធុនធ្ងន់ទៅជិតព្រំដែនដែលធ្វើឲ្យសហគមន៍ក្នុងតំបន់រស់នៅទាំងភ័យព្រួយយ៉ាងណាក៏ដោយក្រសួងការពារជាតិកម្ពុជាបានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយលើបណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនថាកម្ពុជាបានចល័តទ័ពនិងសប្បាវុធដែលភ្ជាប់ជាមួយនឹងរូបភាពមួយចំនួននៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025ក្រសួងបានគូសបញ្ជាក់ប្រាប់ថាការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនមិនមែនជាការពិតទេហើយចំពោះរូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ៗដែលមិនមែនជារូបភាពនៅក្នុងថ្ងៃនេះនោះទេក្រសួងបញ្ជាក់ទៀតថាកងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបាត់ជប់ជាងដោយដែលការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការគោរពនិងការអនុវត្តកិច្ចព្រមព្រៀងបាត់ជប់ជាងរវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីឡើងវិញឲ្យបានឆាប់រហ័សដូចទៀត